គោរពជំរាបសួរបងប្អូនទាំងអស់គ្នាចាដោយសារសាពះដៃមួយជាហៀងព្រោះដៃមួយជាហៀងកាន់កាមេរ៉ាអត់មានកាមេរ៉ាមែនកាមេរ៉ា woman អីទេចាតាមខ្ញុំគិតទៅបងប្អូនដែលចូលបនមៀកបូជាហ្នឹងបងប្អូនគិតណាអត់លេងដើកអត់លេងអន្ទង់តែលេងតែត្រីក្រាញ់ហើយនឹងស្មាទោសសុំទោសលេងតែត្រីដណ្ដែងហើយនឹងក្តាមយើងប្រហែលជាសល់លុយបច្ច័យហ្នឹងណាសល់ប្រហែលជា$300ជាង$300ជាងលោកម្ដាយប៉ុន្តែអ្នកមីងម្នាក់ដែលគាត់មានបញ្ហាត្រូវវះកាត់ផ្លោកនោមមិនម៉ែនោមគាត់ធ្លាក់ចេញមកកូននៅភ្នំពេញផ្លោកនោមគាត់ធ្លាក់ចេញមកគាត់នៅភ្នំពេញហើយគាត់ត្រូវការវះកាត់អញ្ចឹងយក2លានពេទ្យគេយក2លានតាមខ្ញុំចង់ឲ្យគាត់អញ្ជើញគាត់មកសៀមរាបបានអត់មែនឲ្យគាត់វះនៅគឺអញ្ចេះគឺខ្ញុំចង់ជួយឧបត្ថម្ភដល់អ្នកមីងម្នាក់ហ្នឹងចាឲ្យគាត់បានវះកាត់ដោយលុយបច្ច័យដែលបងប្អូនចូលរួមហ្នឹងណាបើសិនជាយើងធ្វើដូចថាកាលហ្នឹងគេហៅថាម៉េចមករៀងត្បិតត្បៀតណោះខ្ញុំគិតថ្ងៃមិញប្រហែលជាសល់លុយ$300ជាងអញ្ចឹង QR code ខ្ញុំនៅតែតម្លាក់អញ្ចឹងហើយអ្នកមីងបើសិនជាបានលឺក្មួយហើយសូមអ្នកមីងរស់នៅក្នុងក្តីសង្ឃឹមណាយ៉ាងយូរ3ថ្ងៃទៀតអ្នកមីងនឹងបានលុយវះកាត់ហើយខ្ញុំនៅតែអំពាវនាវសូមបងប្អូនជួយម្នាក់បន្តិចទៀតចាអ្នកណាក៏បានដែរបើសិនជាបានឮវីដេអូនេះហើយបងប្អូនបានបនមហាសាលជួយជីវិតមនុស្សម្នាក់ដែលគាត់គិតថាគាត់ស្លាប់ហើយគាត់នឹងត្រូវស្លាប់ហើយគាត់អស់សង្ឃឹមរហូតអញ្ចឹងលុយបននេះគឺបាន$300ជាងហើយសម្រាប់ជួយគាត់មុនដំបូងថាជួយទាហានជួរមុខជួយកងទ័ពជួរមុខតែឥឡូវនេះជួយជីវិតមនុស្សសំខាន់ជាងអញ្ចឹងសូមបងប្អូននៅតែខ្ញុំនៅតែលុយបងប្អូននៅក្នុង Telegram ក៏ជ្រាបដែរចាខ្ញុំព្រឹកមិញខ្ញុំតម្លាក់ QR គ្រប់គ្នាអ្នកដែលខ្ញុំបដិសេធគាត់ក៏ឆ្ងល់ថាឈប់ហើយហេតុអីបានយកវិញខ្ញុំក៏ជម្រាបគាត់តាមហ្នឹងថាជួយអ្នកមីងវះកាត់ហើយអ្នកមីងម្ចាស់ខ្លួនក៏អត់ជ្រាបដែរអញ្ចឹងស្អែកអ្នកមីងខលមកលោកម្ដាយណាបើមិនចឹងខលមកលេខនេះក៏បានដែរនឹងបានជួបខ្ញុំទុកទូរស័ព្ទនេះនៅអ្នកម្ដាយឲ្យគាត់លើកព្រោះអីខ្ញុំអត់បានយកទៅទេព្រោះបើយកទៅអត់មានពេលលើកទូរស័ព្ទអត់មានពេលធ្វើការអីទាំងអស់ពិបាកណាហើយបើចង់បាន QR code ប្រហែលជាម៉ោង10ឬ10កន្លះយប់ចាំខ្ញុំមកវិញខ្ញុំទម្លាក់ជូនណាចាអញ្ចឹងសូមអ្នកមីងរស់នៅដោយក្តីសង្ឃឹមត្រេកអរពេលដែលអ្នកមីងបើសិនជាខ្ញុំបានបច្ច័យច្រើនខ្ញុំនឹងជូនអ្នកមីងឲ្យរួចថ្លៃវះកាត់ហើយខ្ញុំនឹងទុកលុយប្រហែលជា$100-200ទៀតជូនអ្នកមីងសម្រាប់ធ្វើដើមរស់ស៊ីក្រោយពេលវះកាត់ប៉ុន្តែអត់ឲ្យរស់ស៊ីអីលើកធ្ងន់ទេអ្នកមីងអាចទិញជាបាយក្តាំងឬក៏នំថងងួនអីអ្នកម្ដាយណោះអានឹងអ្នកមីងបានលក់ដូរចិញ្ចឹមជីវិតទៀតបងប្អូនបានបន់ច្រើនណាស់ចាអាចចូលបន់តាមនឹងបានចាគឺយើងជួយជីវិតមនុស្សបានទៀតហើយជួយកងទ័ពជួរមុខនិយាយរួមទៅខ្ញុំនឹងសម្រេចចិត្តថាខ្ញុំនឹងទទួលយករហូតទាល់តែបានទាំងកងទ័ពជួរមុខទៀតអត់ឲ្យខុសសច្ចៈទេប៉ុន្តែខ្ញុំជួយអ្នកវះកាត់សំខាន់ជាងអញ្ចឹងបើអ្នកមីងបានលឺហើយសូមអ្នកមីងខលមកលោកម្ដាយថ្ងៃស្អែកណាហើយអ្នកមីងត្រូវរស់ក្នុងក្តីសង្ឃឹមជីវិតអ្នកមីងនឹងមានសង្ឃឹមនឹងអាចរស់ឡើងវិញបាននៅបន្ទាប់ពី3ថ្ងៃទៀតណាចាសូមឲ្យអ្នកមីងរស់ដោយក្តីសង្ឃឹមចាម៉ោង12យប់ហើយអញ្ចឹងសូមអរគុណសូមគោរពជម្រាបលាចាអ្នកម្ដាយមានពាក្យអីជូនពរទេមានរឿងពាក្យជូនពរដដែលហ្នឹងកូនអើយមានអីឲ្យកូនចៅទាំងអស់បានក្តីសុខណាកូនណាហើយប្អូនស្រីដែលថាវះកាត់នោះណាមានសង្ឃឹមឡើងកុំអស់សង្ឃឹមហើយបើមកសៀមរាបមិនកើតក៏នៅក្នុងទៅអីទេនៅភ្នំពេញធម្មតាទៅណាចាំក្មួយផ្ញើលុយទៅជូនណាតែតាមចិត្តខ្ញុំចង់ឲ្យអ្នកមីងអញ្ជើញមកសៀមរាបហើយខ្ញុំនឹងធ្វើคลิปវីដេអូថតអ្នកមីងហើយសូមដល់ពេទ្យចាសូមដល់ពេទ្យជួយបទូបថយតម្លៃក្រោមនេះទៀតព្រោះអីខ្ញុំមិនមែនជាពេករលុយខ្ញុំអត់បានប៊ូសពេកដើម្បីសុំបច្ច័យអ្នកណាទេអញ្ចឹងពេកខ្ញុំក៏អត់បានរលុយតាមពេកនឹងដែរអញ្ចឹងចង់សុំទៅខាងក្រុមគ្រូពេទ្យចង់ឲ្យអ្នកមីងវះនៅពេទ្យខេត្តព្រោះពេទ្យខេត្ត
យើងប៉កែណាស់ ប៉កែ ចា ពេទ្យ ប៉កែ ចា៎ ណាស់ហើយ ពេ បើ ទ្យ ពេទ្យនៅ ពេទ្យ បាត់ដំបងវិញ ហើយពេ ថា ទ្យធ ពុះ ម៌ទៀត ពុះវេលាក្បាលទៀតណា ពេទ្យខ្មែរយើងប៉កែណាស់ តែបង ពេទ្យ ប្អូន ធម៌ អត់បានឲ្យតម្លៃពេទ្យខ្មែរយើង បែរជាឲ្យតម្លៃពេទ្យបរទេសខ្លាំងជាងពេទ្យខ្មែរ តាមពិតពេទ្យខ្មែរមានស្នាដៃច្រើនណាស់ ចាអញ្ចឹងសូមជូនពរអ្នកមីងឲ្យរស់ដោយ ក្តីសង្ឃឹម ដោយ ចា៎ ភាពរីករាយ ព្រោះអីបាន$300 ជាង ជិត 400 គ្រាន់តែប្រាប់ថាជិត$400 ហើយ ចាអរគុណ